កំជ្រួច ballistic ហើយនឹង cruise missile របស់គេតែមានទម្ងន់រហូតដល់ 2 តោនហើយកំពុងតែវាយប្រហារតបវិញមកលើអាមេរិកនិងអ៊ីស្រាអែលមតិមួយចំនួនជឿថាកំជ្រួចរបស់អ៊ៃរ៉ានមិនដឹងតម្លៃប្រហែលទេគឺកំពុងតែមានប្រសិទ្ធភាពមួយចំនួនក្នុងការឆ្លងកាត់ប្រព័ន្ធចាប់កំជ្រួចរបស់អ៊ីស្រាអែលនិងអាមេរិកមិនយូរទេអ៊ៃរ៉ាននឹងអាចបាញ់កំជ្រួចមកហើយក៏បង្ហោះ drone Shahid 136ដើម្បីឲ្យផ្ទៃអាកាសហ្នឹងច្បោកច្បល់នឹងអាចធ្វើឲ្យមានការបង្ហូរឈាមដ៏ខ្លាំងទៅលើកងទ័ពអ៊ីស្រាអែលនិងកងទ័ពអាមេរិកដែលបណ្ដាលឲ្យអាមេរិកជាពិសេសអាមេរិកនឹងចាញ់សង្គ្រាមអ៊ៃរ៉ាននេះគឺជាទ្រឹស្ដី game theory របស់លោកគ្រូអាចារ្យសុឆិននេះគឺជាការយល់ឃើញរបស់គាត់ហើយចុះ James Sock វិញ